សួរស្ដីបងប្អូនគ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់ចែកម្លែកពីរបៀបកាត់តវីដេអូដែលវាយបំបែកកញ្ចក់ដើម្បីចូលកាត់តវីដេអូនោះបានបងប្អូនចូលទៅកាន់កម្មវិធី CapCut បងប្អូនជ្រើសរើសពាក្យវីដេអូថ្មីបន្ទាប់មកបងប្អូនជ្រើសរើសវីដេអូដែលបងប្អូនចង់កាត់តចូលមកបន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូន scroll ទៅកន្លែងបងប្អូនដែលចង់ដាក់ឡៃបែកកញ្ចក់ហ្នឹងបន្ទាប់មកបងប្អូនជ្រើសយកពាក្យសំឡេងបន្ទាប់ពីបងប្អូនបានយកកន្លែងសំឡេងហើយបងប្អូនស្វែងរកពាក្យសំឡេង effect បន្ទាប់ពីបងប្អូនចូលកន្លែងសំឡេង effect ហើយបងប្អូន search រកពាក្យplugin class ដែលពាក្យហ្នឹងបកប្រែខ្មែរមកថាបំបែកកញ្ចក់ពេលដែលយើង search មកសំឡេងវាមានច្រើនតែខ្ញុំជ្រើសយកតែមួយទេដើម្បីដាក់ចូលក្នុងសំឡេងរបស់យើងពេលដែលយើង add សំឡេងវាចូលហើយយើងស្រែតាមដែលយើងចង់បានយើងស្រែឲ្យចំពេលដែលយើងលើកដៃវាយហ្នឹងស្រែវាចំទៅដើម្បីវាស៊ីគ្នានៅបងប្អូនពេលយើងស្រែវាគាត់ថាវាល្មមនឹងស៊ីគ្នាជាមួយដៃយើងសំឡេងវាអាចស៊ីគ្នាហើយអញ្ចឹងបងប្អូនចូលទៅកន្លែងបែបផែនរូបភាពពេលបងប្អូនចូលទៅកន្លែងហ្នឹងបងប្អូនsearch ពាក្យដូចអានមិនដែរមក plugin class ហ្នឹងពេលបងប្អូន search ពាក្យហ្នឹងហើយបងប្អូននឹងឃើញរូបភាពបែកកញ្ចក់ហ្នឹងហើយអញ្ចឹងបងប្អូនចុចយកហ្នឹងមកដាក់ add ចូលក្នុងវីដេអូយើងដើម្បីឲ្យស៊ីគ្នាជាមួយនឹងសំឡេងដែលយើងដាក់ចូលប៉ុណ្ណឹងពេលយើងធ្វើបានប៉ុណ្ណឹងហើយគឺកន្លែងដែលវីដេអូយើងបែកកញ្ចក់ហ្នឹងគឺមានពីរកន្លែងអញ្ចឹងយើង add វាដាក់កន្លែងទី1មកទី2យើង copy បន្ថែមមួយទៀតមកដើម្បីស្រែដាក់ចំទីតាំងទី2របស់វាទៅហើយបងប្អូនបន្ទាប់ពីយើងស្រែវារួចរាល់ហើយយើងដាក់ចំទីតាំងវាហើយយើងមើលវីដេអូរបស់យើងថាវាស៊ីគ្នាអត់បើវាស៊ីគ្នាហើយយើងយកវាទៅប៉ុណ្ណឹងទៅអូខេហើយនៅបងប្អូនបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងកាត់ logo អូខេខាត់ចេញមកបើវាចប់ logo ហ្នឹងទៅហើយយើងចាប់ដើម slow មកវីដេអូយើងសាកទៀតទៅហើយយើង share វីដេអូទៅជាការសាច់នៅបងប្អូនគាត់ថាវីដេអូនោះមានប្រយោជន៍ចុច follow និង share វីដេអូនេះមួយទៅដើម្បីទស្សនាវីដេអូថ្មីៗនៅពេលក្រោយទៀតអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំនៅក្នុងវីដេអូនេះបើបងប្អូនអត់យល់អីណាអាច comment នៅខាងក្រោមវីដេអូនេះបាន